តកតងជាមួយនឹងក្រុមគោលដៅទី3ដែលយើងហៅថាបកគោស្វែងនិយោជន៍និងអ្នកនៅក្នុងបន្ទុកសមាជិកបសបកគោស្វែងនិយោជន៍នេះគឺសំដៅទៅលើអ្នកប្រកបរបររកស៊ីដល់ខ្លួនឯងដោយមិនមាននយោជកឬមិនប្រើប្រាស់បុគ្គលិកមិនមានប្រាក់ខែផ្សេងទេអញ្ចឹងក្រុមនេះគាត់អាចចុះឈ្មោះតាមរយៈបសបានសម្រាប់របបសន្តិសង្គមផ្នែកថែទាំសុខភាពហើយចំពោះសុពលភាពមានន័យថាគាត់ត្រូវបង់2ខែជាប់គ្នាទើបគាត់មានសិទ្ធិប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់បសអញ្ចឹងក្នុងករណីដែលគាត់បង់ភាគទានគាត់ត្រូវបង់ជារៀងរាល់ខែជារៀងរាល់ឆ្នាំតាមការជ្រើសរើសរបស់គាត់ហើយនៅពេលដែលគាត់បង់ភាគទានហើយគឺគាត់មានសិទ្ធិប្រើសេវាចាប់ពីបង់ភាគទាន2ខែជាប់គ្នាតទៅអញ្ចឹងក្នុងករណីដែលគាត់ថាមិនបានបង់ភាគទានរយៈពេល6ខែជាប់គ្នាអញ្ចឹងមានន័យថាគាត់បោះបង់សិទ្ធិជាសមាជិកបសរួចទៅហើយដោយសារតែមុនពេលដែលខាងបសផ្ដាច់គាត់ចេញពីប្រព័ន្ធគឺយើងមានប្រព័ន្ធគេហៅថាទូរស័ព្ទដៃ NSS Mobile App ហ្នឹងឲ្យគាត់ដឹងថាគាត់ត្រូវដល់ពេលបង់ភាគទានឬមួយក៏គាត់អស់សុពលភាពហើយទី2គឺមាន SMS សម្រាប់ជាសារផ្ញើទៅគាត់ថាកាតរបស់គាត់ហ្នឹងដល់ថ្ងៃបង់ភាគទានហើយនឹងទី3គឺមានក្រុមការងាររបស់យើងតែទៅគាត់ហើយបើសិនជាក្នុងករណីទាំង3វិធានការនេះយើងបានផ្ដល់ជូនគាត់ហើយគាត់នៅតែមិនព្រមបង់រយៈពេល6ខែទៀតអញ្ចឹងមានន័យថាគាត់បោះបង់សមាជិកភាពជាពីបសហើយធម្មតានៅពេលដែលក្រុមការងារតាក់ទងទៅអ្នកខ្លះខានបង់1ខែ2ខែអីគេអាចឆ្លើយថាវាភ្លេចឬមួយក៏ដោយប្រការណាមួយហេតុផលណាមួយអញ្ចឹងទៅប៉ុន្តែបើសិនជាក្នុងករណីដល់ទៅ6ខែហើយអញ្ចឹងមានន័យថាគាត់បោះបង់សិទ្ធិជាសមាជិករួចទៅហើយបាទក្នុងករណីដែលគាត់បោះបង់សិទ្ធិចាប់ពី6ខែឡើងទៅហើយគាត់មិនអាចមានសិទ្ធិប្រើសេវាឬមួយក៏បង់ភាគទានបន្តទៀតបានទេនៅរបបសន្តិសង្គមផ្នែកថែទាំសុខភាពសម្រាប់សមាជិកនេះប៉ុន្តែគាត់អាចមានសិទ្ធិទៅបង់នៅក្នុងប្រព័ន្ធបានឧទាហរណ៍ដូចជាគាត់ទៅបម្រើការងារនៅក្នុងក្រុមហ៊ុនណាមួយអីចឹងអាហ្នឹងគាត់អាចបង់បានវិញប៉ុន្តែបង់3របបមិនមែនបង់មួយរបបដោយស្វ័យនិយោជន៍នោះទេ